សមត្ថកិច្ចប្រើពេលត្រឹមតែ25ម៉ោងឃាត់ខ្លួនចៅប្រុសម្នាក់សម្រាប់យាយខ្លួនឯងប្រមូលទ្រព្យសម្បត្តិរត់តាមសង្សារ ខេត្តព្រះសីហនុកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់និងសមត្ថកិច្ចពាក់ព័ន្ធបានចុះពិនិត្យនិងស្រាវជ្រាវករណីចៅប្រុសម្នាក់បានសម្លាប់លោកយាយខ្លួនឯងប្លន់យកមាសនិងលុយដើម្បីមនុស្សត្រីជាសង្សារកាលពីថ្ងៃទី9ខែតុលាឆ្នាំ2025នៅស្រុកព្រៃនប់ខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តរតនគិរីបច្ចុប្បន្នកំពុងបញ្ជូនខ្លួនយកមកខេត្តព្រះសីហនុវិញដើម្បីចាត់ការតាមផ្លូវច្បាប់លោកវិរសនីឯកអង្គវិធីអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថាជនសង្ស័យឈ្មោះភូមិវាសនាហៅស្នាឬម៉ៅភេទប្រុសអាយុ20ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកក្រាញ់ឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុលោកវិរសនីឯកអង្គវិធីបានឲ្យដឹងបន្តថាកាលពីថ្ងៃទី9ខែតុលាឆ្នាំ2025វេលាម៉ោង 18:30 នាទីនៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅក្នុងក្រុម10ភូមិបឹងរាំងឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុមានករណីមនុស្សជាតិគិតទុកជាមុនចៅប្លន់សម្លាប់យាយដោយជនសង្ស័យបានធ្វើសកម្មភាពប្រើខ្នើយនិងខ្ទប់មុខច្របាច់កនិងយកជង្គង់សង្កត់លើដើមទ្រូងទៅលើជនរងគ្រោះឈ្មោះអ៊ីនម៉នភេទស្រីអាយុ89ឆ្នាំមានទីលំនៅចំណុចកាត់ហេតុត្រូវជាយាយទូតរបស់ជនសង្ស័យបណ្ដាលឲ្យថប់ដង្ហើមបាក់ឆ្អឹងស្លាប់នៅនឹងកន្លែងកាត់ហេតុតែម្ដងបន្ទាប់ពីសកម្មភាពសម្លាប់ជនរងគ្រោះរួចជនសង្ស័យក៏បានលួចយកទ្រព្យសម្បត្តិរួមមានតែកមាសមួយខ្សែទម្ងន់ 1G 9ហ៊ុនប្រាក់ចំនួន50,000រៀលពេលធ្វើសកម្មភាពរួចជនសង្ស័យបានយកសោមកចាក់ទ្វារផ្ទះជនរងគ្រោះពីខាងក្រៅហើយរត់គេចខ្លួនបាត់ទៅលោកវិរសនីឯកអង្គវិធីបានបញ្ជាក់ថាក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាជនសង្ស័យដោយបានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ឯកសរដ្ឋាអគ្គស្នងការរងនិងស្នងការនគរបាលខេត្តព្រះសីហនុនឹងមានការសម្របសម្រួលនីតិវិធីដោយលោកឆាយសុត្រាព្រះរាជអាជ្ញារងអមសាលាដំបងខេត្តព្រះសីហនុនិងដឹកនាំអនុវត្តបញ្ជាផ្ទាល់ដោយលោកវិរសនីត្រីនប់បញ្ញាជាស្នងការរងព្រហ្មទណ្ឌនគរបាលខេត្តព្រះសីហនុនិងលោកវិរសនីឯកអង្គសិទ្ធិអធិការនគរបាលស្រុកព្រៃនប់បានធ្វើការពន្លាតដែនដីនិងស្រាវជ្រាវបង្ក្រាបជនសង្ស័យខាងលើបាននៅខេត្តរតនគិរីបន្ទាប់ពីជនសង្ស័យរត់គេចខ្លួនអស់រយៈពេល25ម៉ោងបន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដោយការរៀបរាប់ខាងលើពិតប្រាកដមែនមូលហេតុខឹងយាយពូកែជាស្ដីនិងមិនពេញចិត្តនឹងសង្សាររបស់ខ្លួនពេលសង្សារខ្លួនត្រឡប់ទៅផ្ទះនៅខេត្តរតនគិរីវិញក៏មានចិត្តខឹងនិងគិតថានឹងធ្វើសកម្មភាពសម្លាប់យាយយកលុយនិងមាសដើម្បីទៅតាមសង្សារលុះពេលខ្លួននៅផ្ទះតែពីអ្នកលោកយាយក៏ធ្វើសកម្មភាពតែម្ដងបច្ចុប្បន្នកម្លាំងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី